បាទសួស្តីជំរាបសួរពុកម៉ែបងប្អូនអរគ្នាទាំងអ្នកក្នុងប្រទេសនិងក្រៅប្រទេសបានមកជួបនឹងខ្ញុំសាជាថ្មីម្ដងទៀតហើយជាមួយនឹង Channel បង្ហាញពីសត្វព្រៃដំណើរកម្សាន្តការផ្សងព្រេងរបស់តង់ផ្សេងបាទថ្ងៃនេះដែរនាំអារម្មណ៍បងប្អូនមកជួបក្មេងតូចទាំងពីរម្ដងទៀតហើយបាទជារឿយខ្ញុំតែងតែទៅថតបាននៅផ្តិតរូបភាពផ្សេងពីពីក្មេងតូចទាំងពីរនេះបាទគឺចំណាមហើយនិងលំផាត់បាទហើយថ្ងៃនេះដែរបងប្អូនដូចឃើញស្រាប់ហើយបាទមើលចំណាមគេកំពុងសុំនៅចំណីផ្សេងបងប្អូនយើងបានដាក់ចំណីឲ្យច្រើនមែនតើបាទហើយលំផាត់នេះសុំដែរតែគេអត់តបោះឲ្យអញ្ចឹងក៏ដើរចេញលេងធម្មតាសិនទៅបាទអញ្ចឹងបងប្អូនមើលឃើញរោមផាត់ទេបាទមើលលំផាត់មើលរោមវាឡើងបាសឆ្កឹលហ្មងបាទបាសរោមលក្ខណៈបាសរោមតែរោមដំរីតូចចេះគឺវាបាសអញ្ចឹងហើយបាទវានៅក្មេងហើយលំផាត់នេះឥឡូវបាទបងប្អូននឹងស្រាមើលមៀតមើលគីឡូគេបាទឥឡូវគីឡូគេដូចជា379គីឡូបាទហើយលំផាត់ចំណាមនោះប្រហែលជា597ចិត្ត600បាទអញ្ចឹងពួកគេនេះគឺកឡើងគីឡូមែនតើបាទលំផាត់បើផងជាចំណីផងអីផងគឺគីឡូឡើងសើតមកបាទហើយចាំមើលគេខ្លាយទៅជាដំរីជ្រូកឬយ៉ាងណាបាទបាទនិយាយលេងទេបាទអញ្ចឹងដោយសារមានការមើលថែដិតដល់ក៏ដូចជាបងប្អូនទៅទស្សនានៅទីនោះបានផ្ដល់នូវចំណីអាហារច្រើនដល់គេទាំងពីរនេះធ្វើឲ្យពួកគេឡើងគីឡូសើតតែម្ដងបាទមិនយូរមិនឆាប់ទេគេនឹងធំប្រហែលជាឈូកសាគរក៏ដូចជាចម្រើនដែរគេនឹងខ្លាចជាដំរីដែលពេញក្រមុំបាទកូនដំរីពេញក្រមុំទៀតបាទបាទនិយាយលេងទេបាទហើយមើលបាទមិនយូរបាទប្រហែលជាទុំ2 3ឆ្នាំទៀតហ្នឹងគេនឹងធំតិចដងហើយប្រហែលជាប្រប៉ុណ្ណាអាចតិចទៀតប្រប៉ុណ្ណចម្ប៉ានឹងដួលហើយបងប្អូនដែលឃើញចម្ប៉ាដួលតែខ្ញុំហោះក្នុងវីដេអូនឹងទេនៅក្នុង channel ខ្ញុំទេបាទអញ្ចឹងមើលបាទពីអ្នកគេនេះគឺតែមកលេងជាមួយបងប្អូនដែលគាត់ទៅទស្សនានៅទីនោះបាទហើយបងប្អូនទៅទស្សនានៅទីនោះច្រើនបាទច្រើនមែនទែនគឺគាត់តែងតែទៅលេងទៅផ្ដល់ចំណីក៏ដូចជាទៅហូបអីនៅតំបន់សួនសត្វភ្នំតាម៉ៅនេះហើយគេលេងជាមួយតុក្កតាគេបាទតុក្កតាគេពណ៌ក្រហមមកក្រហមឆាល់មកបាទមើលពីយ៉ាងណាទៅឃើញតែតុក្កតាឃើញពីអ្នកនេះគេទេបាទនិយាយលេងទេហើយថ្ងៃដែរបងប្អូនដូចឃើញស្រាប់ហើយបាទគេទាំងពីរអ្នកនេះគឺកំពុងតែទួលទានចំណីដូចជាស្មៅដូចជាអីហ្នឹងបាទហើយលំផាត់នោះគឺដល់សូវឃ្លាបហើយជាងងុយដេកទៅវាក៏វើមែនលំផាត់អត់សូវលេងសូវអីចឹងហ្នឹងហើយជាងងុយដេកចឹងតែបើចំណាមកទេបាទដើរចុះឡើងមើលរៀងគេធំហើយលំផាត់ក៏មកដំបងទូចតែឥឡូវចង់ប្រព័ន្ធចំណាមហើយបាទគួរគីឡូឡើង3 400គីឡូដែរឥឡូវហើយចឹងមិនតូចទេបាទមិនតូចទេហើយគេចេះតោងឡើងលើបកគោដៃហ្នឹងទៀតទៅលុយមែនតើដល់ចំណាមចឹងបងប្អូនទៅទំនេរពីការងារផ្សេងក៏ដូចជាការសិក្សាអាចទៅទស្សនានៅរៀងរាល់ថ្ងៃចុងសប្តាហ៍សៅរ៍អាទិត្យទៅលេងកម្សាន្តបានតំបន់នោះជានៅសួនសត្វមុនម៉ៅជាខ្ញុំអាសាទៅដែរតែគាត់ថាអាចពីអាទិត្យអីទៅម្ដងអញ្ចឹងខ្ញុំថតវីដេអូទុកជូនបងប្អូនទស្សនាអញ្ចឹងទៅពីអាទិត្យឬក៏3អាទិត្យខ្ញុំអាចទៅលេងម្ដងដែរបាទព្រោះឲ្យកុំឲ្យស្ងាត់ទៅណាតែភាគច្រើនបងប្អូនទៅលេងទៅថ្ងៃអាទិត្យច្រើនបាទបើថ្ងៃសៅរ៍មានដែរតែគាត់ថាមិនជាច្រើនណាស់តែបើថ្ងៃអាទិត្យវិញច្រើនមែនតើគឺបងកក់កុញហ្មងបាទស្ទះចង្កេះពីខ្លះចង់ស្ទះទៀតបាទចឹងបងប្អូនទៅទស្សនានឹងទៅគ្រប់គ្រងនៅសួនសត្វភ្នំតាម៉ៅច្រើនបាទកុំភ្លេចទៅលេងបាទហើយដូចទៅមើលនេះផងបាទឈូកឥឡូវមានអារម្មណ៍ថាទៅទ្រាំបាទគេចាស់ហើយណាមួយជាងមានជំងឺឈឺប្រហែលហ្នឹងតែអត់អីទេប្រហែលជាមានគឺបងប្អូនយើងមើលថែទាំបានច្រើនល្អណាស់បាទមិននេះទេគេនឹងមានកម្លាំងចិត្តវិញហើយបាទដោយសារជក់បាត់លាក់គីដែរអញ្ចឹងតែងតែបាក់ចិត្តអញ្ចឹងបាទចឹងអរគុណច្រើនចំពោះការតាមដានទស្សនានៅវីដេអូខ្លីៗរបស់ខ្ញុំនៅក្នុង channel ថ្ងៃនេះហើយកុំភ្លេចជួយចុច Subscribe ក៏ដូចជា Like Comment ល្អៗផ្សេងហើយនិង Share នៅវីដេអូនេះជូនបងប្អូនផ្សេងទស្សនាផងបាទអរគុណច្រើនជម្រាបលាជួបគ្នានៅឱកាសក្រោយទៀតបាយបាយ